សួស្តីអ្នកទាំងអស់គ្នាមេតិចចឹងនឹកឃើញអីដែរសម្រាប់ខ្ញុំគឺនឹកឃើញដល់មីហិលមីអីតែម្ដងគ្រាន់តែថាយើងអត់សូវមានលុយទៅយើងកែច្នៃអញ្ចឹងអ្នកទាំងអស់គ្នាហើយសម្រាប់មីម្ចាស់ហ្នឹងគឺអស់តែ 5,000 រៀលទេអ្នកទាំងអស់គ្នាជឿអត់តែ 5,000 រៀលហ្នឹងអាចញ៉ាំបាន2នាក់ដែរទាំងអស់គ្នាច្រើនមែនទែនយើងធ្វើខ្លួនឯងអញ្ចឹងបានច្រើនរបៀបដែលខ្ញុំធ្វើហ្នឹងគឺស្តៀងនឹងមីឆាជាដំបូងនឹងអត់មានអីច្រើនទេយើងចាក់ខ្លាញ់បន្តិចមកឲ្យក្តៅរៀងក្តៅបន្តិចទៅយើងចាក់គ្រឿងដែលយើងលាយគ្រឿងមីណាអ្នកនរគ្នាហើយយើងកូរវាឲ្យសព្វមកហើយខ្ញុំបានបន្ថែមគ្រឿងតែតិចតួចដែរដូចជាស្ករប៊ីចេងអីបន្ថែមតិចតួចឲ្យវាល្មមគ្រឿងនឹងភ្លក់មើលឲ្យបានខ្ញុំមើលចាប់ដើមឆាអ្នកនរគ្នាហើយបន្ទាប់មកខ្ញុំក៏ចាក់បន្លែចូលហើយយើងកូរវាឲ្យសព្វឲ្យវាទន់បន្លែបន្តិចទៅតែអត់បានកូរយូរអ្នកនរគ្នាដោយសារតែបន្លែខ្ញុំស្រស់ម្ដងរួចហើយអញ្ចឹងវារៀងសកមហើយយើងចាក់ទឹកចូលបន្តិចទៅដើម្បីឲ្យវាពេលយើងចាក់មីទៅវាអត់សូវនេះអ្នកនរគ្នាតើខ្ញុំមានហោដកហើយខ្ញុំដាក់ហោដកនឹងចូលតើមកខ្ញុំកូរវាឲ្យរៀងចូលជាតិបន្តិចទៅខ្ញុំដាក់មីចូលខ្ញុំដាក់មីដែលយើងឆុងរួចហើយខ្ញុំទុកឲ្យស្ងួតទៅយើងដាក់ចូលនិយាយរួមទៅស្តៀងតែមីឆាទេប៉ុន្តែអាហ្នឹងជារបៀបមីគោកអ្នកនរគ្នាដូចគេពេលស្រង់មីហើយគេដាក់គ្រឿងតំណងប៉ុន្តែខ្ញុំអត់ចូលចិត្តអញ្ចឹងខ្ញុំចូលចិត្តរបៀបឆ្អិនអញ្ចឹងអ្នកនរគ្នាឆ្អិនហើយញ៉ាំទៅវាអត់សូវទ្រលាញ៉ាំទៅស្និទ្ធមាត់មកសម្រាប់ខ្ញុំឃើញគេធ្វើគឺគេស្រស់មីហើយគេដាក់រាយគ្រឿងដែលគេដាក់ក្នុងកញ្ចប់ហ្នឹងលាយចូលតែម្ដងគឺសម្រាប់ខ្ញុំគឺតើតែឆាឲ្យឆ្អិនគ្រឿងបែបនេះបានខ្ញុំញ៉ាំបានព្រោះខ្ញុំមានអារម្មណ៍ថាពេលឆាអញ្ចឹងទៅវាញ៉ាំស្និទ្ធមាត់ហើយមកទៅវាគ្រឿងក៏យើងបានចម្អិនបានត្រឹមត្រូវអញ្ចឹងណាអ្នកនរគ្នាបន្ទាប់ពីយើងឆាចូលឡើងទៅមីរបស់យើងគឺបានឆ្អិនហើយអ្នកនរគ្នាហើយខ្ញុំក៏បានភ្លក់មើលដែរមីហ្នឹងគឺល្មមតាមការចង់បានរបស់ខ្ញុំហើយបន្ទាប់ពីមីឆ្អិនហើយគឺយើងអត់ធ្វើអីទៀតទេគឺយើងដល់ម៉ោងញ៉ាំហើយអ្នកទាំងអស់គ្នាខ្ញុំចាប់ដើមរៀបចានដាក់ចានរៀបអីទៅហើយដេកូវាតិចតួចទៅដើម្បីឲ្យវាមានសោភ័ណភាពល្អអញ្ចឹងណាអ្នកនរគ្នាពេលយើងញ៉ាំទៅមានអារម្មណ៍ថាដូចញ៉ាំនៅក្នុងហាងអញ្ចឹងណាតែយើងធ្វើបែបសាមញ្ញអញ្ចឹងគឺតំណងដែរតែអ្នកនរគ្នាមើលទៅដូចតំណងដែរតែហើយរសជាតិក៏មិនអន់ដែរដូចតែយើងទិញគេដែរហ្នឹងនិយាយលេងទេអ្នកទាំងអស់គ្នាយើងធ្វើម្ហូបហើយយើងចេះតែលួចសរសើរខ្លួនឯងខ្លះទៅក្រែងខាងក្រោយយើងមានកម្លាំងចិត្តធ្វើម្ហូបញ៉ាំទៀតណាចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេដោយសារឥឡូវហ្នឹងមេឃក៏ភ្លៀងខ្លាំងដែរខ្ញុំបញ្ចូលសលេងហ្នឹងបញ្ចូលទាំងភ្លៀងទាំងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំចាំជួបគ្នានៅវីដេអូក្រោយណាអរគុណច្រើនជម្រាបលាបាយបាយ